រាជរដ្ឋាភិបាលបាទបន្ទាប់ពីថ្ងៃរំដោះមកនេះយើងបានឃើញហើយគឺការខិតខំប្រឹងប្រែងទៅលើថាស្ថាបនាសង្គមជាតិក្នុងការបង្កើតឱកាសគ្រប់កន្លែងទាំងអស់ដើម្បីធ្វើយ៉ាងណានោះគឺយើងអាចបន្តក្នុងការអភិវឌ្ឍបាទនិយាយរួមគឺសាសនាជាតិរបស់យើងក៏ដូចជាការងារក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់យើងនេះឲ្យមានលក្ខណៈមួយគឺថាវិជ្ជមានបាទមានឱកាសពេញលេញជូនដល់ប្រជាជនយើងតែយ៉ាងណាមិញគឺយើងបានឃើញហើយការខិតខំច្រើនកន្លងមកនេះយើងបានមានបញ្ហាប្រឈមយើងបានដោះស្រាយដំណោះស្រាយជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់បាទនិយាយរួមគឺសម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីរបស់យើងហើយក្នុងអាណត្តិនេះគឺសម្ដេចមហាបវរធិបតីគឺបានក្នុងក្របខ័ណ្ឌជាប្រមុខរាជរដ្ឋាភិបាលគឺបន្តក្នុងការដឹកនាំអភិវឌ្ឍសង្គមសេដ្ឋកិច្ចទាំងសាសនារបស់យើងនេះឲ្យបានពេញលេញតាមដែលអាចធ្វើទៅបានស្របពេលដែលយើងបានឃើញហើយបាទការងារពាក់ព័ន្ធទៅនឹងការវិវត្តរបស់សង្គមគឺវាប្រតិកលាគ្នាជាមួយនឹងការវិវត្តរបស់សកលលោកក៏ដូចជាតំបន់ផងដែរការងារពាក់ព័ន្ធសកលលោកបានធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចតម្លៃធម្មពលតម្លៃប្រេងពាណិជ្ជកម្មមានរបាំងពាណិជ្ជកម្មលក្ខណៈបានធ្វើឲ្យប៉ះពាល់បាទទៅដល់នឹងសេដ្ឋកិច្ចកម្ពុជាយើងផងដែរបានធ្វើឲ្យប៉ះពាល់ទៅនឹងជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋរបស់យើងផងដែរការងារនេះគឺរាជរដ្ឋាភិបាលបាទក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីគឺបានបន្តការខិតខំបាទដល់នៅដំណោះស្រាយជាក់ស្ដែងពិតប្រាកដហើយជាបន្តបន្ទាប់បានដល់នៅគោលនយោបាយការអន្តរាគមន៍ដើម្បីកាត់បន្ថយទៅលើផលប៉ះពាល់នេះជាអតិបរមាជូនទៅដល់ប្រជាជនយើងបាទអញ្ចឹងការងារទាំងអស់នេះខ្ញុំជឿជាក់ថាទាំងក្នុងក្របខ័ណ្ឌអាណាចក្រទាំងក្របខ័ណ្ឌពុទ្ធចក្រគឺសិតតែមានដើរតួនាទីដ៏មានសារៈសំខាន់ខ្លាំងណាស់ដើម្បីកសាងសង្គមកម្ពុជាយើងមួយនេះឲ្យមានភាពរុងរឿងបាទមានវិបុលភាពជូនទៅដល់ប្រជាជនប្រជាពលរដ្ឋយើងគ្រប់រូបទាំងអស់គ្រប់ទីកន្លែងទាំងអស់ហើយការងារទាំងអស់នេះខ្ញុំជឿជាក់ថាប្រជាពលរដ្ឋរបស់យើងនឹងបន្តបាទគ្រប់គ្រងទៅដល់រាជរដ្ឋាភិបាលដើម្បីយើងមានកម្លាំងកាយកម្លាំងចិត្តដោះស្រាយទៅលើហានិភ័យបញ្ហាជាក់ស្ដែងជាអតិបរមាជូនទៅដល់ប្រជាជនយើងបាទ